ở để cha nghiêu nhằm chụp mặt ở bóng ôn thì phải sạch nghiêu sủi khơi tê có hòn từ việc hơi và đã cho mùi bò trẻ với nhằm chụp ở tăng sự bộ cái nó pan nàyประเภทnghiวแบบนั้นบ่ใช่อย่างบ่ไปหาอยู่แต่ชาบางคนสรวยยำให้โจจิตล้อนี่ដាក់ម្សៅស៊ុបមន់មិនតិចទៅក៏លក្រៃមិនដេញលក្រយដើម្បីឲ្យងាវរបស់យើងអប់ក្លិនសាច់ងាវមកល្មមឆ្ងាញ់យើងស្រស់តែរយៈពេល15វិនាទីបានហើយបងប្អូនរាប់ពី1រហូតដល់15ស្រង់វាចេញមកគុំថាឡើយដល់ថ្នាក់យកតែឆាបងប្អូនយើងធ្វើងាវប្រភេទនេះយកទៅញ៉ាំជ្រលក់អំបិលម្រេចក៏ឆ្ងាញ់ដែរប៉ុន្តែបើសិនយើងយកតែឆាបែបនេះយើងត្រាំទឹកឲ្យត្រជាក់ហើយចាំបកក៏ចុះក៏ឡើងខូចឲ្យស្រាប់ក៏នឹងអស់មួយចុងក្រោយក៏ហងដៃមើលតែសាច់វាឡំពេញបឹបហើយសាច់ប៉ុណ្ណឹងបងប្អូនពេញស្រួយឆ្ងាញ់ខ្ញុំចូលចិត្តតែពេលធ្វើប្រឡាក់ដៃប្រឡាក់អីញ៉ៃយើងលាងឲ្យស្អាតណាដល់ពេលដែលញ៉ាំចង់ញ៉ាំបែបថាស្រួលបងប្អូនបើសិនជាចូលចិត្តដូចគ្នាយើងអាចធ្វើតាមវិធីនេះបានព្រោះយើងឆាតាមវិធីនេះណាសាច់ងាវរបស់យើងវាចូលជាតិល្អហើយទាំងទឹកឆានឹងក៏ជាតិដូចជាកុលក្រៃម្ដេចលកុលតែកុលក្រៃកាត់ដាក់កន្លែងខ្ចីញ៉ៃយើងចោលណាបងប្អូនខ្ចីពេកឆាតឈ្ងុយទេហើយយើងដាក់ម្ដេចលក្រូចម្ទេសបន្តិចមកម្ទេសហឹលបងប្អូនអាចដាក់បានតាមការចូលចិត្តហើយបើសិនជាថាចង់ញ៉ាំហឹលមិនតាបងប្អូនចង់ញ៉ាំពណ៌ក្រហមមិនតាហឹលដាក់លីម្ទេសម្លេខ្ទឹមក្រហមខ្ទឹមសបន្តិចមកម្ទេសហឹលដាក់ទៅ2-3គ្រាប់ក៏បុកទៅវាឃើញក្រហមមិនតាហឹលដែរបងប្អូនវាថាឆារបស់យើងទៅពេលដែលពណ៌វាក្រហមវាជំនួយឲ្យវាថាយើងញ៉ាំទៅរត់ទៅឆ្ងាញ់ដាក់ម្ទេសម្លេលីមួយផ្លែពីរផ្លែអញ្ចឹងអត់មានថាហឹលក៏ហើយបងប្អូនវាឃើញពណ៌ក្រហមមែនប៉ុន្តែវាហឹលមកឆ្ងាញ់នៅពេលដែលឆាយើងអាចប្រើប្រេងឆាក៏បានប្រេងអូលីវក៏បានដែរចាក់រៀងច្រើនតិចមកយើងប្រើប្រេងតិចក៏ឆាគ្រឿងហ្នឹងអត់បានឈ្ងុយដែរបងប្អូនអញ្ចឹងនៅពេលដែលតែយើងរៀងក្តៅដាក់ម្ទេសខ្ទឹមញ៉ាំបុកមុននឹងជាមួយនឹងទឹកប្រឡាក់សាច់ខុនបងប្អូនអាចយកទៅឆាម្ហូបក៏បានដែរបានឡើងច្រើនមកដាក់ងាវ1គីឡូយើងដាក់ទឹកប្រឡាក់សាច់ចំនួន3ស្លាបព្រាតែបើមានទឹកប្រឡាក់សាច់ទេបងប្អូនអាចប្រើម្សៅស៊ុបមន់1ចុងស្លាបព្រាទឹកត្រី1ស្លាបព្រាប្រេងខ្យង2ស្លាបព្រាទៅហើយស្ករ1ចុងស្លាបព្រាអញ្ចឹងណាយើងភ្លក់រសជាតិផ្អែមប្រៃតាមយើងចូលចិត្តដាក់គល់ក្រៃម្ដេចលក្រូចឆាវាជាមួយនឹងគ្រឿងហ្នឹងឲ្យវាសព្វល្អបានឡើងក្លិនឈ្ងុយហើយរបៀបថាគ្រឿងរបស់យើងវារៀងខាប់បងប្អូនមិនមែនថាឆាឲ្យវានៅរាវថែមទឹកថែមអីទេឲ្យវាស្ងួតអញ្ចឹងហើយយើងចាក់ងាវចូលអញ្ចឹងគ្រឿងទាំងអស់នេះវាខាំជាប់ជាមួយនឹងងាវល្អមែនទែនហើយគ្រឿងងាវយើងវិញបងប្អូនយើងគ្រាន់តែឆា2-3ត្រឡប់វាចូលជាតិទៅមិនចាំឲ្យពុះលើភ្លើងនឹងយូរទេនាំតែថាសាច់ងាវនឹងឆ្អិនពេកហើយយើងដាក់ម្រះព្រៅមកហើយបងប្អូននេះស្រួលងាយមែនទែនសម្រាប់រសជាតិវិញឆ្ងាញ់ញាក់សាច់